ពុកម៉ែបងប្អូនអំពូមីងថ្ងៃនេះជាងមកជួយធ្វើធុងកណ្ដោបបាទធ្វើធុងកណ្ដោបចិញ្ចឹមកណ្ដោបបាទនេះធ្វើធុងពីដែកពុកម៉ែបងប្អូនបាទជាងទិញដែកមកកាត់វាមានដែកផ្សារដែកផ្សារអីធ្វើជារាងទ្រុងហើយបាទយើងបាញ់សំណាញ់វាឥឡូវឲ្យជាងផ្សារសិនពុកម៉ែបងប្អូនបាទផ្សារសិនឲ្យរួចរាល់ហើយបានយើងដាក់ស្បៃដាក់អីវាបងប្អូនបាទនេះបានកាត់បានដែកបានខ្លះពុកម៉ែបងប្អូនបាទកាត់បានដែកខ្លះឲ្យជាងគាត់ជួយផ្សារបាទផ្សារចេញជាតម្រង់សិនបាទចេញជាទ្រង់ទ្រាយប្រហែលជាទ្រង់មិនធំប្រហែលទេពុកម៉ែបងប្អូនប្រហែលជា1ម៉ែត្រពីទឹកទៅ2ម៉ែត្របាទតឹង1ម៉ែត្រ2កម្ពស់វា1ម៉ែត្រកន្លះទាំងជើងបាទពុកម៉ែបងប្អូន1ម៉ែត្រកន្លះទាំងជើងកម្ពស់បាទហើយយើងដាក់សំណាញ់ដាក់អីមករួចរាល់មកយើងដាក់ចិញ្ចឹមកណ្ដោបបាទពុកម៉ែបងប្អូនបាទនេះជាងសកម្មថ្ងៃនេះបានមកជួយធ្វើមួយថ្ងៃនេះតែបានដែកកាត់បានជាទ្រង់ទ្រាយដែកឥឡូវចាប់ដើមផ្សារបដាហើយបងប្អូនបាទចាប់ដើមផ្សារចេញជារាងទ្រង់សិនបាទហើយនៅយើងរុនត្អែកនេះមកនេះម៉ោងប្រហែលជា3ហើយបងប្អូនម៉ោង3ជាងហើយតែបានតម្លើងត្រង់ទេបងប្អូនបាទហើយពុកម៉ែបងប្អូនចង់ចាំអីអាចតាក់ទងតាមជាងដែរជាងគាត់ធ្វើជំនាញហើយខ្ញុំនេះចេញមកដែរនេះចេញមកធ្វើកូនជាងពុកម៉ែបងប្អូនអើយមកធ្វើកូនជាងអត់ការងារធ្វើកូនជាងជាងដែកបាទជួយកាន់ជួយផ្សារឡៃថតវីដេអូជាងហ្នឹងហើយជាងធ្វើតែឯងនោះជាងហើយថតវីដេអូបងប្អូនពុកម៉ែបងប្អូនមើលបន្តិចបាទបងប្អូនបាទហើយថ្ងៃនេះថតវីដេអូរៀងវែងបន្តិចហើយមិនដឹងជានិយាយអំពីអីអត្ថាធិប្បាយអីវាជាមិនសូវសមទេបងប្អូនមើលលេងកំសាន្តទៅបាទហើយត្រង់ជាងតម្លើងបានខ្លះហើយពុកម៉ែបងប្អូនតម្លើងបានខ្លះហើយបាទចាំមើលតិចទៀតចេញជាទ្រង់ទេទ្រង់ចាំមើលឲ្យថតឲ្យពុកម៉ែបងប្អូនមើលបន្តទៀតបាទពុកម៉ែបងប្អូនបាទនេះជាងតម្លើងចាប់ដើមតម្លើងហើយពុកម៉ែបងប្អូនបាទតម្លើងត្រង់បានកម្ពស់1ម៉ែត្រកន្លះជាស្មើត្រឹមក្បាលយើងណាអ្នកដែលនេះហ្នឹងអ្នកណាគេខ្ពស់ហ្នឹងគាត់បាទនេះវា1ម៉ែត្រកន្លះទេអ្នកខ្លះគាត់ខ្ពស់ដល់1ម៉ែត្រ60 1ម៉ែត្រ70អញ្ចឹងណាបាទធ្វើទូចអញ្ចឹងស្រួលយើងលើកចល័តតលិចតកើតអញ្ចឹងទៅរៀបកន្លែងអីយើងអាចលើកផ្លាស់ប្ដូរទីតាំងហើយយើងអាចបបោះអាចវាចេញអញ្ចឹងទៅយើងលើកចេញបានពុកម៉ែបងប្អូនបាទជាងសកម្មដល់ឡាជាងបានមួយនៅចេជាងបានធុងមួយនៅឥឡូវឲ្យតែវាស់កាត់ឡើយឯងបាទមានទេមានតែប៉ុណ្ណឹងជូនបងប្អូនមើលបាទនេះកូនជាងហើយនេះខ្ញុំធ្វើកូនជាងកូនជាងឥឡូវថតវីដេអូហើយកូនជាងបានមួយនៅកូនជាងបាទហើយជាបានមួយហើយមកទៅបានមួយបាន2ហើយបាទតម្លើងចេញជារូបរាងហើយបាទនៅតម្រាំរួចមួយយូរដែរហ្នឹងពុកម៉ែបងប្អូនបាទជាងដែកក៏ដឹងហើយហ្នឹងហើយការធ្វើមកបានមួយយូរ
chiêng rồi ấy chiêng và ó quạt đại to tiệt chiêng này có chất trong càng nghe có lọ phục mà bông ôn phải ca có này nơi rôn tại mà rồi có tới còn nơi rôn tại và mẹ thằng ấy bảo có thầm thở nó có miền buồn miền nát có phơi lọ mà bông ôn này bàn chia trung mùi hơi và chân chia riêng trung mùi hơi tại toàn bàn cặp quạt sầm nành tê mẹ bông ôn và hai chữ buôn trung này bông ôn buôn trung ngày được phải nhá buôn trung này mồm hôi bàn tay mới tới hôi mà ngày ban hôi chữ ấn toàn bàn đã sầm nành đấy của mẹ bông ôn và lấy ngày đẹp để chơi này chụp với chiếng